ជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីមិត្តនារីទាំងអស់ជាទីរាប់អានខ្ញុំវីរ៉ូថ្ងៃនេះខ្ញុំមកនិយាយអំពីក្តីស្រឡាញ់និងពិភពលោករបស់យើងដោយដែលបងប្អូនទាំងអស់គ្នាធ្លាប់បានជ្រាបមកហើយថាក្តីស្រឡាញ់នេះគឺវាសំខាន់ខ្លាំងណាស់មិនថាមនុស្សសត្វឬមួយក៏ជារុក្ខជាតិទេគឺសុទ្ធតែត្រូវការក្តីស្រឡាញ់ទាំងអស់អាចនិយាយបានថាពិភពលោកដែលពួកយើងទាំងអស់គ្នាកំពុងតែរស់នៅនេះគឺសុទ្ធតែកើតឡើងដោយសារតែក្តីស្រឡាញ់សុទ្ធសាធក្តីស្រឡាញ់មិនត្រឹមតែជាឱសថតែក្តីស្រឡាញ់គឺជាអំណាចដ៏ខ្លាំងក្លាមួយដែលអាចជួយឲ្យមានការផ្លាស់ប្ដូរស្ថានភាពនៃជីវិតក្តីស្រឡាញ់ប្រៀបបានដូចជាធម៌ពលដ៏អស្ចារ្យមួយដែលអាចជួយរុញច្រានជីវិតរបស់មនុស្សលោកយើងឲ្យធ្វើដំណើររំកិលទៅមុខបានជានិច្ចដោយសារតែមានក្តីស្រឡាញ់នេះហើយទើបបានជាធ្វើឲ្យមានវត្តមានជីវិតសត្វលោកគ្រប់ប្រភេទនៅលើភពផែនដីយើងមួយនេះការដែលមនុស្សលោកយើងចេះស្រឡាញ់ជាតិនិងសាសនារបស់ខ្លួនឯងនោះគឺជារឿងមួយដែលសំខាន់ខ្លាំងណាស់ប៉ុន្តែនៅក្នុងពិភពលោកនេះវាមិនមែនមានត្រឹមតែជាតិនិងសាសនារបស់យើងនោះទេនៅមានជាតិនិងសាសនាដទៃជាច្រើនទៀតដែលពួកគេសុទ្ធសឹងតែជាមនុស្សដែលគួរឲ្យស្រឡាញ់និងការអាណិតអាសូរជាមនុស្សលោកយើងត្រូវតែរៀនចេះពង្រីកក្តីស្រឡាញ់របស់ខ្លួនឯងពី100ទៅ1000ពី1000ទៅ10000មិនមែនស្រឡាញ់យកតែបពពួកនិងចិត្តសាសនារបស់ខ្លួនឯងតែមួយមុខបាននោះទេនៅក្នុងពិភពលោករបស់យើងនេះមានមនុស្សល្អស្លូតត្រង់ច្រើនណាស់ដែលពួកគេរស់នៅសុំតែសុខមិនមានមហិច្ឆតាចង់បានឬក៏ឈ្លានពានអ្វីរបស់អ្នកដទៃឡើយទោះបីជាពួកគេមានវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងសាសនាខុសពីយើងក៏ដោយប៉ុន្តែអ្វីដែលពួកគេមានដូចយើងនោះគឺក្តីស្រឡាញ់និងការឈឺចាប់ពីព្រោះរបស់ទាំងអស់នេះគឺសុទ្ធតែកើតចេញពីសាច់ដូចគ្នាក្នុងពិភពលោកយើងបើសិនជាមានជាតិឬសាសនាណាមួយដែលមានទស្សនៈជ្រុលនិយមខ្លាំងពេកគិតថាមានតែខ្លួនឯងទេដែលខ្លាំងជាងគេប្រសើរជាងគេឆ្លាតជាងគេមិនព្រមទទួលស្គាល់ចិត្តសាសន៍ដទៃនោះពិភពលោកយើងនឹងមានតែការរើសអើងចិត្តសាសន៍ហើយពិភពលោកយើងនឹងគ្មានថ្ងៃបានស្គាល់នៅអ្វីទៅដែលជាមន្តស្នេហ៍ស័ក្តិសិទ្ធិនៃក្តីស្រឡាញ់និងសន្តិភាពទៀតឡើយការដែលមនុស្សយើងទាំងអស់គ្នាត្រូវចេះស្រឡាញ់នៅអ្វីដែលខ្លួនឯងមាននេះមិនបានន័យថាយើងត្រូវតែអាត្មានិយមក្រអឺតក្រទមមើលងាយមើលថោកចិត្តសាសន៍ដទៃលៀបពណ៌គេអាក្រក់ខ្លួនឯងល្អអញ្ចេះមួយអញ្ចោះពីរអីនោះទេតាមពិតទៅវាគឺជាការដែលមនុស្សយើងទាំងអស់គ្នាត្រូវតែចេះធ្វើអំពើល្អចំពោះខ្លួនឯងឲ្យបានច្រើនត្រូវតែចេះគោរពអ្នកដទៃឲ្យដូចជាការគោរពខ្លួនឯងត្រូវចេះចែករំលែកនៅក្តីស្រឡាញ់បទពិសោធន៍ល្អៗនិងវប្បធម៌សន្តិភាពដល់គ្នាទៅវិញទៅមកនោះទេ